អរុនសួស្តីកូនតើយើងបន្តមេរៀនយើងទៀតណាកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី105ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមមេរៀនទី57អ្នកលក់មួកនិងសត្វស្វាអំណានថ្ងៃមួយមានជាងដេមួកម្នាក់បានយកមួកទៅលក់តាមភូមិវេលាថ្ងៃត្រង់គាត់ឈប់សម្រាកនៅក្រោមដើមឈើមួយដែលមានម្លប់ត្រជាក់គាត់ក៏សម្រានលក់ទៅមួយសន្ទុះក្រោយមកក៏មានសំឡេងជេរចាចធ្វើឲ្យគាត់ភ្ញាក់គាត់ងើយមើលទៅលើដើមឈើឃើញស្វាមួយហ្វូងកំពុងពាក់មួកគាត់រើសដំដីគប់ស្វាទាំងនោះស្វាបេះផ្លែឈើគប់វិញពេលនោះគាត់នឹកឃើញថាសត្វស្វាចូលចិត្តធ្វើត្រាប់តាមណាស់គាត់ដោះមួកពីក្បាលគប់ទៅស្វាក៏ដោះមួកពីក្បាលគប់តបវិញគាត់រើសមួកទាំងអស់រួចធ្វើដំណើរបន្តទៅទៀតអរុនសួស្តីកូនតើយើងបន្តមេរៀនយើងទៀតណាកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី105ពេលកូនបើកហើយកូនត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងទាំងអស់គ្នាណាកូនតោះចាប់ផ្ដើមមេរៀនទី57អ្នកលក់មួកនិងសត្វស្វាអំណានថ្ងៃមួយមានជាងដេមួកម្នាក់បានយកមួកទៅលក់តាមភូមិវេលាថ្ងៃត្រង់គាត់ឈប់សម្រាកនៅក្រោមដើមឈើមួយដែលមានម្លប់ត្រជាក់គាត់ក៏សម្រានលក់ទៅមួយសន្ទុះក្រោយមកក៏មានសំឡេងជេរចាចធ្វើឲ្យគាត់ភ្ញាក់គាត់ងើយមើលទៅលើដើមឈើឃើញស្វាមួយហ្វូងកំពុងពាក់មួកគាត់រើសដំដីគប់ស្វាទាំងនោះស្វាបេះផ្លែឈើគប់វិញពេលនោះគាត់នឹកឃើញថាសត្វស្វាចូលចិត្តធ្វើត្រាប់តាមណាស់គាត់ដោះមួកពីក្បាលគប់ទៅស្វាក៏ដោះមួកពីក្បាលគប់តបវិញគាត់រើសមួកទាំងអស់រួចធ្វើដំណើរបន្តទៅទៀត